ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចាក់ផ្កាជាមួយនឹងកូនស្រីពៅញោមបេឡាផ្កាចាក់មានគ្រប់ពណ៌បែបនេះស្អាតហើយខ្ជូតខ្លាំងមែនទែនយកធ្វើបតោឬក៏ជូនដល់អ្នកជាទីស្រឡាញ់ណាហើយនេះគឺជាការបង្ហាញនៃមជ្ឈល 3mm ចាក់ជាមួយនឹងវស្តុផ្កាហើយ 2mm ចាក់ជាមួយនឹងកញ្ចុំផ្កាចឹងចូលជួរទី1គឺយើងចាក់ magic ring មួយនិងចាក់ single crochet ចំនួន10ចូលនៅក្នុង magic ring របស់យើងចូលជួរទី2គឺយើងចាក់ឡើងកន្ទុយកតចំនួន3ហើយយើងធ្វើការចាក់ unfinish double crochet ចំនួន3នៅក្នុងរុនតែមួយហើយសម្រាប់ unfinish double crochet នេះវិញគឺយើងចាក់ double crochet យើងធម្មតាក៏ប៉ុន្តែនៅពេលដែលយើងទាញមកយើងធ្វើការវាត់កលិចតែមួយទេយើងទុកចំនួន2ហើយយើងចាក់បន្តនៅមួយរុនយើងចាក់ចំនួន double crochet ចំនួន3មួយរុនចាក់3ហើយបន្តមកចាំយើងវាត់ក្នុងវាត់ទាំងអស់ក្នុងពេលតែមួយតែម្ដងឥឡូវនេះគ្រប់ហើយយើងធ្វើការវាត់បញ្ចូលតែមួយហើយឡើងកន្ទុយកតចំនួន3ទៀតរួចមួយប្រឡោះថ្មីហើយយើងធ្វើការចាក់បិទមុខហើយឡើងកន្ទុយកតចំនួន3ទៀតរួចចាក់ដូចដំបូងអញ្ចឹងunfinish double crochet 3មួយរុនទៀតដូចគ្នាចឹងអូខេអ្នកទាំងអស់គ្នាគឺយើងធ្វើបែបនេះឲ្យបានចំនួន5ស្រទាប់ផ្កាទើបយើងសម្រេចបានផ្កាមួយយ៉ាងស្រស់ស្អាតសម្រាប់ថ្ងៃនេះនាងខ្ញុំធ្វើការចាក់ចំនួនផ្កាមាន3ពណ៌មានពណ៌លឿងពណ៌ផ្ទៃមេឃនិងពណ៌ផ្កាឈូកហើយបើយើងបានចាក់ច្រើនពណ៌7 8ពណ៌ហើយដាក់ចម្រុះគ្នាគឺស្អាតខ្លាំងមែនតើដាក់បតោងហើយយកទៅធ្វើជាមួយនឹងបតោងទូរស័ព្ទក៏បានជាមួយនឹងកាបូបទូខ្ជូតសែនហើយនេះចូលមកយើងចាក់យកពណ៌ផ្កាឈូកម្ដងហើយចាក់ដូចគ្នាអញ្ចឹងស្រួលមើលស្រួលរៀនស្រួលធ្វើតាមចាក់បែបមួយបញ្ចូលបែបច្បាស់អ្នកទាំងអស់គ្នាអាចរៀនតាមបានហើយសម្រាប់នេះចូលវគ្គធ្វើកញ្ចុំផ្កានៅចំកតាអញ្ចឹងយើងធ្វើ magic ring មួយឡើងកន្ទុយកតចំនួន3ចាក់ unfinish double crochet ចំនួន6ហើយយើងវាត់ក្នុងពេលតែមួយហើយឡើងកន្ទុយកតមួយទៀតហើយវាត់ធ្វើការបិទមុខរួចជាស្រេចចងភ្ជាប់គ្នាមក
ហើយឥឡូវនេះយើងធ្វើការបិទជាមួយនឹងកាវរួមបញ្ចូលជាមួយនឹងកញ្ចុំផ្ការបស់យើងអ្នកទាំងអស់គ្នាចង់បិទកាវអញ្ចឹងក៏បានចង់ដេបជាប់គ្នាហ្មងក៏បានដែរប៉ុន្តែបិទកាវអញ្ចឹងលឿនហើយជាប់ខ្លាំងចាហើយក្លឹបស្អាតមិនរលុងរួចជាស្រេចឥឡូវយើងដាក់បន្តោងខ្សែបែបនេះមកស្អាតមើលទៅកាន់តែឆ្លុះពណ៌ទៀតអរគុណអ្នកទាំងអស់គ្នាអូមើលអ្នកកំដរខ្ញុំនឹងការក្រៅអូឥឡូវហ្នឹងមកចាក់ក្រោយហ្នឹងចូលចិត្តគេងកំដរពេលចាក់ប្រាអីប្រាមកគេងកំដរម៉ាមីអីចាអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាអាចចាក់បានតាមបានយ៉ាងស្អាតហើយស្អាតជាងនឹងខ្ញុំទៀតណាអរគុណច្រើនសូមជួយ Subscribe និងបន្តទស្សនាបន្ថែមទៀតផងអរគុណ